ជំរាបសួរហើយក៏សូមស្វាគមន៍សាជាថ្មីមកកាន់ភាគ2នៃ podcast គន្លឹះចិញ្ចឹមកូនហើយនៅក្នុងភាគ2នេះផងដែរក៏អត់ចេញឆ្ងាយពីប្រធានបទការចិញ្ចឹមកូនបែបវិជ្ជមានដែរក៏ប៉ុន្តែយើងផ្ដោតសំខាន់ទៅលើផលប៉ះពាល់នៃអំពើហិង្សាទៅលើកុមារដែលមានវ័យក្រោម5ឆ្នាំចាប៉ិតណាស់ពាក្យថាអំពើហិង្សាគឺតែងតែមានផលប៉ះពាល់ហើយជាពិសេសគឺចំពោះកុមារដែលមានវ័យក្រោម5ឆ្នាំទៀតគឺរឹតតែមានផលប៉ះពាល់ខ្លាំងដែលផលប៉ះពាល់ហ្នឹងវាអាចជាភ្លាមនិងរយៈពេលវែងហើយការផលប៉ះពាល់ហ្នឹងទៀតសោតរយៈពេលដែលថាភ្លាមហ្នឹងគឺអាចប៉ះពាល់ទៅលើរូបរាងកាយរបស់ពួកគាត់និងប៉ះពាល់ទៅលើផ្លូវចិត្តរបស់ពួកគាត់អញ្ចឹងបើសិនបើយើងប្រើអំពើហិង្សាទៅលើកុមារបានន័យថាទៅលើកូនតូចៗរបស់ពួកយើងហ្នឹងពេលខ្លះហ្នឹងវាយដោយសារស្រឡាញ់ណាមិនតែពេលខ្លះទៅវាយើងហត់នឿយនឹងការងារយើងអត់ទ្រាំបានអីចឹងទៅលើកដៃវាយគាត់អីចឹងទៅវាអាចបណ្ដាលឲ្យមានវិបដិសារីទៅថ្ងៃក្រោយដោយសារហេតុអីភ្លាមហ្នឹងបើសិនបើយើងវាយយើងយករបស់អីណាមួយដែលរឹងដែលវាយគាត់ឬសំបីតែការងរួនគាត់ឬសំបីតែការប្រច្រានគាត់វាអាចប៉ះពាល់ទៅដល់រូបរាងកាយរបស់ពួកគាត់ឧទាហរណ៍ថាបើសិនជាយើងយករបស់រឹងដែលទៅវាយអាចថាបាក់ឆ្អឹងអីចឹងទៅយើងរួនគាត់បែបខ្លាំងបើសិនជាពួកគាត់ជាទារកវិញអាចប៉ះពាល់ទៅដល់ខួរក្បាលរបស់ពួកគាត់អញ្ចឹងទៅហើយប្រសិនបើយើងច្រានគាត់ដួលទៅប៉ះទង្គិចកន្លែងណាមួយអញ្ចឹងទៅអាចប៉ះពាល់ទៅដល់សរីរាង្គផ្សេងនិងខួរក្បាលរបស់ពួកគាត់ដូចគ្នាអាហ្នឹងគឺជាផលប៉ះពាល់រយៈពេលខ្លីទៅលើរូបរាងកាយហើយលើសពីផលប៉ះពាល់រយៈពេលខ្លីហើយប៉ះពាល់ទៅលើរូបរាងកាយក៏មានផលប៉ះពាល់ទៅលើការលូតលាស់ផ្នែកបញ្ញាស្មារតីនិងសតិអារម្មណ៍របស់ពួកគាត់ផងដែរអញ្ចឹងនៅពេលដែលយើងប្រើអំពើហិង្សាទៅលើពួកគាត់ហើយពួកគាត់នឹងទទួលអំពើហិង្សាជាញឹកញាប់អញ្ចឹងអ្វីដែលបានទទួលមកវិញហ្នឹងគឺវាប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍របស់ពួកគាត់នឹងคล้ายទៅជាក្មេងដែលកាចคล้ายទៅជាក្មេងដែលរឹងคล้ายទៅជាក្មេងដែលមានបញ្ហាតាក់ទងជាមួយនឹងផ្លូវចិត្តរបស់ពួកគាត់ហើយលើសពីហ្នឹងទៅទៀតក៏คล้ายទៅជាក្មេងដែលមានប្រព័ន្ធភាពស៊ាំខ្សោយដែលទៅសាលាឬមួយក៏ជីវិតប្រចាំថ្ងៃរបស់ពួកគាត់ហ្នឹងងាយឈឺដែរចាហើយចំពោះផលប៉ះពាល់រយៈពេលវែងវិញពួកគាត់អាចคล้ายទៅជាក្មេងដែលមានភាពភ័យខ្លាចថប់អារម្មណ៍ធ្លាក់ទឹកចិត្តហើយពួកគាត់មិនអាចប្រឈមមុខជាមួយនឹងបញ្ហាផ្សេងៗនៅពេលដែលពួកគាត់ធំឡើងជាពិសេសអាចប្រឈមជាមួយនឹងបាក់ស្បាតឬមួយក៏ខ្លាចបន្ទាប់ពីជួបប្រទះនៅហេតុការណ៍ណាមួយដូច្នេះអំពើហិង្សាទៅលើកុមារតូចជាពិសេសកុមារដែលមានវ័យក្រោម5ឆ្នាំវាផ្ដល់ផលអាក្រក់មែនទែនមិនត្រឹមតែលើកុមារខ្លួនឯងទេក៏មិនតែដោយដែលនាងខ្ញុំបាននិយាយអញ្ចឹងថាវាមានផលប៉ះពាល់ទៅលើសង្គមជាតិមួយទាំងមូលតែម្ដងទៅលើក្រុមគ្រួសាររបស់គាត់នៅពេលដែលពួកគាត់ធំឡើងទៅលើសហគមន៍ទៅលើប្រទេសជាតិរបស់ពួកគាត់អញ្ចឹងអំពើហិង្សាវាមិនមែនត្រឹមតែវាយថ្ងៃហ្នឹងឈឺថ្ងៃហ្នឹងទេវាយថ្ងៃហ្នឹងបើជ្រុលដាច់ទេវាអាចប៉ះពាល់ភ្លាមហ្នឹងហើយក៏វាមានផលប៉ះពាល់រយៈពេលវែងសម្រាប់ពួកគាត់ដែរហើយធីបមួយឬមួយក៏កន្លឹះមួយដែលនាងខ្ញុំអាចចែកម្លែកបានក្នុងនាមជាម្ដាយម្នាក់ដែលនាងខ្ញុំមានកូនប្រុស3នាក់អំពើហិង្សាដោយកាយវិការក៏ដោយពាក្យសម្ដីក៏ដោយអត់ដែលផ្ដល់ផលវិជ្ជមានមកដល់យើងវិញទេមិនបានន័យថាយើងស្រែកកំហុសយើងស្ដីឲ្យកូនយើងខឹងមិនមែនថាមិនស្អប់ទេណាមិនស្អប់កូនទេប៉ុន្តែពេលខ្លះយើងហត់នឹងការងារហើយបន្ទាប់មកទៀតយើងឃើញទង្វើខុសឆ្គងណាមួយយើងចាប់ផ្ដើមស្ដីឲ្យគាត់ស្រែកឲ្យគាត់ខឹងគាត់អញ្ចឹងទោះបីជាមិនបានប្រើដៃប្រើជើងអីក៏ដោយប៉ុន្តែអំពើហិង្សាដែលយើងផ្ដល់ឲ្យពួកគាត់តាមរយៈការតឡើងសម្លេងខ្លាំងពាក្យសម្ដីហ្នឹងអត់បានកែប្រែកូនយើងហ្នឹងឲ្យមកខ្លាចយើងឬคล้ายទៅជាក្មេងមួយដែលស្ដាប់បង្គាប់ទេប៉ុន្តែផ្ទុយទៅវិញគាត់កាន់តែផ្កើនលើសដើមកាន់តែរឹងលើសដើមហើយបង្កើតនៅអារម្មណ៍មួយដែលគេហៅថាចេះកំហឹងមកកាន់យើងវិញទៀតអញ្ចឹងទម្លាប់អស់ហ្នឹងវាអត់ល្អទេដែលនាងខ្ញុំចង់ជំរាបទៅអ្នកទាំងអស់គ្នាថាមិនគួរជ្រើសរើសអំពើហិង្សាដើម្បីជាត្រីមុខអញ្ចឹងព្យាយាមធ្វើមិនក៏ដោយអត់ធ្មត់សង្កត់ចិត្ត
ហើយដក clear ដកដង្ហើមវែងបើសិនបើយើងត្រូវការបដៅណែនាំសូមបដៅណែនាំដោយពាក្យសម្ដីល្អដោយភាពអត់ធ្មត់តែបើថាទ្រាំអត់បានទេដក clear ដើរចេញមកផ្លែតសិនហើយទុកឲ្យពេលវេលារំសាយកំហឹងតិចចាំត្រឡប់មកវិញអំពើហិង្សាមិនថាក្នុងរូបភាពណាឯងគឺមិនត្រូវបានលើកទឹកចិត្តឲ្យធ្វើឯងហើយត្រូវចងចាំថាគ្រប់ពេលគ្រប់វេលាទាំងអស់ត្រូវតែចិញ្ចឹមកូនដោយភាពអត់ធ្មត់ចិញ្ចឹមកូនដោយក្តីស្រឡាញ់ប្រើប្រាស់នៅអំពើហិង្សាមួយផ្លែតហ្នឹងអាចធ្វើឲ្យយើងមានវិបដិសារីរហូតក៏ថាបានដែរពីព្រោះថាក្មេងដែលពួកគាត់មានវ័យក្រោម5ឆ្នាំហ្នឹងគឺជាវ័យដែលពួកគាត់លូតលាស់ខ្លាំងហើយអញ្ចឹងរាល់សកម្មភាពរាល់បទពិសោធន៍ដែលគាត់ទទួលបាននៅក្រោម5ឆ្នាំហ្នឹងគឺវាឆ្លាក់ជារូបគាត់នៅពេលដែលពួកគាត់ធំឡើង